សុខចិត្តទាស់សម្ដីជាមួយនឹងគ្រួសារដើម្បីបានរស់នៅជាមួយប្តីហើយក៏សុខចិត្តមើលរំលងប្រុសជាច្រើនដើម្បីបានរស់នៅជាមួយនឹង Khadira ហើយចុងក្រោយប្តីមិនព្រមទទួលស្គាល់ថាកូនទាំង3នេះគឺជាកូនរបស់គាត់ក៏ដើរចេញដោយទុកឲ្យនាងចិញ្ចឹមកូន3នាក់តែម្នាក់ឯងត្រីម្នាក់នេះមានឈ្មោះថា Birut គាត់បានផ្ដល់កំណើតឲ្យកូន3នាក់កូនទាំង3នាក់របស់នាងគឺមានមុខស្រដៀងទៅនឹងសត្វស្វាអញ្ចឹងពួកគេមិនចេះនិយាយហើយមិនសូវឆ្លាតហើយមានទឹកមុខគួរឲ្យអាណិតខ្លាំងមែនទែនគឺពួកគេចេះតែសើចសប្បាយតែប៉ុណ្ណោះហើយក៏មិនដែលស្គាល់ភាពកក់ក្ដៅពីឪពុកផងដែរហើយអាគ្នាអញ្ចឹងហើយមានអ្នកនៅក្នុងភូមិសើចចំអកឲ្យទៀតមើងងាយទៅកាន់អ្នកស្រី Birut ហើយចោទប្រកាន់អ្នកស្រី Birut ថាគាត់ទៅកេងមួយសត្វស្វាអញ្ចឹងបានកូនមកអញ្ចឹងហើយប្តីរបស់នាងនៅពេលដែលឃើញកូនកើតមកអញ្ចឹងគឺអត់ព្រមទទួលស្គាល់ទេសុខចិត្តជ្រើសរើសផ្លូវដើរចេញពីនាងតែម្ដងហើយរួមទៅរឿងអ្នកស្រី Birut នេះធ្វើឲ្យអ្នកទាំងអស់គ្នាទប់ទឹកភ្នែកអត់ជាប់ហ្មងតាមការពិនិត្យរបស់ពេទ្យក៏បានបញ្ជាក់ដែរថាទាំង3នេះគឺជាកូនរបស់អ្នកស្រី Birut ហើយនិង Khadira តែប្តីអត់ព្រមទទួលស្គាល់ឡើយតែការទទួលរងពីឥទ្ធិពលមាត់អ្នកភូមិផងក៏សុខចិត្តជ្រើសរើសផ្លូវដើរចេញពីនាងត្រីដែលនៅក្នុងវីដេអូនេះគាត់មានឈ្មោះថា Birut មានអាយុ36 ឆ្នាំប្តីរបស់នាងមានឈ្មោះថា Khadira ហើយមានអាយុ40 ឆ្នាំហើយឥឡូវប្តីប្រពន្ធមួយគូនេះគឺបានលែងលះគ្នាហើយតែប្តីនេះគឺតែងតែទទូចថាកូននឹងមិនជាកូនរបស់គាត់ទេគាត់ក៏បានថាគាត់អត់អាចមានកូនដែលមានមុខអញ្ចឹងកើតទេអារបៀបថាគេមានមុខមាត់ស្អាតសង្ហាគាត់អាចមានកូនដែលមានមុខអញ្ចឹងទៅរួចទេហើយ Birut ដែលជាប្រពន្ធនេះគ្រាន់តែឬប្តីនិយាយចង់គឺស្រក់ទឹកភ្នែកខ្មាស់គេអាណិតខ្លួនឯងខ្លាំងមែនតើតែជ្រើសរើសប្រុសបែបនេះមិនព្រមតាមគ្រួសារតាំងពីដំបូងនាងនឹងប្តីរបស់នាងបានរៀបការអស់រយៈពេល10 ឆ្នាំនាងអត់ដែលស្គាល់សុភមង្គលពីប្តីរបស់នាងសូម្បីតែម្ដងណាឡើយបងនាងទទូចចង់រៀបការជាមួយនឹងប្តីរបស់នាងទោះបីជាគ្រួសាររបស់នាងប្រឆាំងជាមួយនឹងនាងក៏ដោយប៉ុន្តែគាត់នៅក្នុងកលសម្ព័ន្ធណាគឺអត់ពិបាករកប្តីទេមានប្រុសតាមស្រឡាញ់នាងច្រើនខ្លាំងមែនតែនកាលពីនាងនៅក្រមុំហើយនាងក៏ជាស្ត្រីល្អឧស្សាហ៍ការងារផ្ទះទាំងសពតែម្ដងបងរស់នៅជាមួយគ្នាមិនសូវអីទេតែដល់ពេលមានកូនហើយមានមុខដូចទៅនឹងស្វាគឺរត់តែពិបាកនៅជាមួយគ្នាទៀតហើយវិជ្ជបណ្ឌិតក៏បាននិយាយថាប្រហែលជាវ៉ាអាហារូបត្ថម្ភហើយបានកូននឹងកើតមកអញ្ចឹងហើយក៏បានណែនាំថាឲ្យយកទារកនឹងទៅចិញ្ចឹមបីបាច់ថែទាំឲ្យល្អទៅប៉ុន្តែប្តីគឺអត់សប្បាយចិត្តអត់ព្រមឡើយអារបៀបថាខ្ពើមកូនខ្លួនឯងហើយអាពេល3កូនទៅក្រៅនឹងទៀតឆ្លៀតមានភូមិសើចចំអកហើយតាំងតែថាឲ្យទារកនឹងគឺមានមុខអត់ដូចគាត់ទេតែជាហេតុធ្វើឲ្យអាប៉ែកនេះខ្មាស់គេថែមទៀតហើយគ្រាន់តែរឿងប៉ុណ្ណឹងឯណាសុកចិត្តចោលប្រពន្ធទុកឲ្យប្រពន្ធដែលជារីទុនខ្សោយនេះចិញ្ចឹមកូន3នាក់តែម្នាក់ឯងដាប់រឿងនេះឲ្យអាណិតគាត់ខ្លាំងមែនតើនិយាយរួមទៅចិត្តមួយនេះគឺអត់ចេះអាណិតប្រពន្ធកូនតែម្ដងហើយកត្តារបស់គាត់នេះគឺវាអាចចូលជាកត្តា2ដែលទី1នោះគឺកត្តាគាត់ខ្លួនឯងនេះតែម្ដងហើយទី2គឺជាកត្តាសង្គមឬមួយក៏កត្តាមាត់របស់អ្នកដទៃកត្តាខ្លួនឯងនឹងមិនគាត់ដោយសារតែគាត់នឹងគឺស្ដាប់ពាក្យអ្នកដទៃកត្តាទី2នោះគឺកត្តាសង្គមអាចដឹងតែគ្នាអញ្ចឹងហើយណាមានមាត់ជីបអូចទៀតដែលធ្វើឲ្យគ្នានេះពិបាកនៅក្នុងការសម្រេចចិត្តហើយដែលការយកឈ្នះជាមួយនឹងខ្លួនឯងពុំបានផងផ្សំជាមួយនឹងពាក្យសម្ដីអវិជ្ជមានរបស់អ្នកដទៃផងក៏ធ្វើឲ្យគ្នានឹងដើរផ្លូវនឹងទៅពេលខ្លះក៏វាអាចបដាមកពីពាក្យសម្ដីដែលយើងនិយាយអត់ចេះគិតផងដែរអញ្ចឹងពេលយើងនិយាយយើងត្រូវគិតផងហើយវីដេអូនឹងចាប់ត្រឹមហ្នឹងឯណាអរគុណបាយបាយកុំភ្លេចជួយ subscribe មួយផងណា